សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកជួបបងប្អូនទាំងអស់គ្នាទៀតហើយមកជួបបែបផ្លែជីដើរលេងអង្គុយបែបchill chill outdoor ហើយថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលតំបន់ដែលមានសក្តានុពលនៅជិតជាមួយនឹង Moray Golden Park ចង់ដឹងថាតំបន់សក្តានុពលទាំងអស់ហ្នឹងពេលដែលបងប្អូនអញ្ជើញមកនៅ Golden Park តើផ្ដល់ភាពងាយស្រួលអីគេខ្លះតោះទៅមើលមួយទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយថា Moray Golden Park មានទីតាំងជាប់នៅនឹងផ្លូវជាតិ 6A បងប្អូនទាំងអស់គ្នាតែងតែបារម្ភគិតថាយើងមានកូនទូចចង់ដឹងថានៅចិត្តនេះមានជាសាលាអន្តរជាតិឬក៏សាលារដ្ឋអីគេខ្លះអញ្ចឹងណាអញ្ចឹងនៅចិត្តនេះយើងមានសាលាជាច្រើនដូចជាសាលា AII Belty ហើយសាលាចុងអ៊ីងនិយាយទៅមានសាលាច្រើនមែនតើដែលនេះនៅ pop up នៅខាងលើនេះហើយចំណុចដែលកាន់តែពិសេសមួយទៀតគឺការរស់នៅប្រចាំថ្ងៃយើងប្រកាសជាត្រូវការទិញម្ហូបអាហារផ្សេងៗទេត្រូវទេអញ្ចឹងនៅចិត្ត Moray Golden Park យើងមានជាផ្សារទំនើប Lucky ដែលបងប្អូនគ្រាន់តែឆ្លងតែខ្នល់គឺទៅដល់ហើយផ្សារហ្នឹងគឺមានលក់សពគ្រប់ទាំងអស់ហ្មងហើយបើសិនជាចង់ទៅផ្សារធំវិញបងប្អូនចំណាយពេលប្រហែលជា20នាទីជាងឯងបងប្អូននឹងទៅដល់ផ្សារ Eon 2ចាអញ្ចឹងបងប្អូនគិតមើលថាស្រួលអត់ហើយអ្វីដែលសំខាន់មួយទៀត Moray Golden Park គិតគូរដល់អតិថិជនដែលគាត់ធ្វើការរស់នៅក្នុង Moray Golden Park មែនតើគឺយើងមានសួនធំដែលបងប្អូនទាំងអស់គ្នាអាចធ្វើការហាត់ប្រាណនិងនាំកូនរត់លេងនៅក្នុងសួនក៏ដូចជា outdoor playground ដែលធំជាងគេនៅតំបន់ 6A នេះតែម្ដងចាឥឡូវតើនិយាយឥឡូវយើងជិះមកដល់មហាវិថីឈ្នះហើយព្រោះតែថាយើងជិះត្រឹមតែ2នាទីឯងពី Moray Golden Park អញ្ចឹងយើងក៏លេចឃើញថាមានទាំង start នេះដែលជាពហុកីឡដ្ឋានជាតិដ៏ធំប្រចាំស្រុកខ្មែរហ្មងហើយលើពីនឹងទៅទៀតគឺមានសួនសត្វ Safari ចាដែលជាសួនសត្វខ្នាតធំបងប្អូនទាំងអស់គ្នាអាចចំណាយពេលជាមួយនឹងកូននៅថ្ងៃសម្រាប់បានបើបងប្អូនថាចង់មើលសួនសត្វទេខ្លាចក្តៅអូខេយើងមានជាសួនទឹកខ្នាតធំតែម្ដងដូចគ្នាទៀតនេះចានៅចិត្តគ្នាតែម្ដងគៀកមួយផ្ទះអញ្ចឹងឃើញខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាឲ្យថាមកនៅ Golden Park គឺផ្ដល់ភាពងាយស្រួលអញ្ចឹងនេះឥឡូវយើងត្រឡប់មកដល់ Moray Golden Park វិញហើយបងប្អូនស្ដាប់ឮហើយមានតាំងពីសាលារៀនកន្លែងកំសាន្តនៅខ្វះអីអត់ចានៅខ្វះទៅនឹងមន្ទីរពេទ្យសម្រាប់មន្ទីរពេទ្យវិញគឺងាយស្រួលខ្លាំងមែនតើដោយសារនៅក្នុង Moray Golden Park វាមានជាមន្ទីរពេទ្យដែលប្រចាំការ24ម៉ោងលើ24ម៉ោងហើយមានតាំងពីជំងឺកូនក្មេងរហូតដល់មនុស្សចាស់សូម្បីតែសម្ភពក៏មានដែរចាដោយសារតែការខណ្ឌចែកផ្ដាច់រវាងផ្ទះអាជីវកម្មនិងតំបន់ដែលស្នាក់នៅអញ្ចឹងទៅធ្វើឲ្យផ្ទះអាជីវកម្មនៅ Moray Golden Park ទទួលបានការគាំទ្រខ្លាំងមែនតើមានតាំងពីហាងកាហ្វេក៏ដូចជាទៅនឹងសេវាកម្មផ្សេងៗដែលមាននៅក្នុង Moray Golden Park នេះផ្ទាល់តែម្ដងចាបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានទស្សនាទីតាំងដែលមានសក្តានុពលនៅក្នុង Moray Golden Park ក៏ដូចជានៅជិតជាមួយនឹង Moray Golden Park បងប្អូនទាំងអស់គ្នាយល់មិនដែរខ្ញុំគិតថាវីដេអូនេះនឹងបានជួយដល់បងប្អូនក្នុងការសម្រេចចិត្តបានកាន់តែលឿនមកធ្វើជាម្ចាស់ផ្ទះនៅ Moray Golden Park Moray Golden Park គម្រោង The Natural ស្រស់ស្រឡះធម្មជាតិ